ថាជាអីក៏ដោយកុំឲ្យសុពេកនាំឲ្យខ្សោយបញ្ញាសូមแซมមួយបងប្អូនរឿងដ៏ហួសចិត្តជឿងងប់ងល់នឹងហុងស៊ុយខ្លាំងពេកសូម្បីតែបង្កើតកូនក៏មានឪពុកម្ដាយមួយចំនួនទទូចសូមឲ្យពេទ្យវះកាត់តាមថ្ងៃកំណត់ហុងស៊ុយរហូតពេទ្យមិនព្រមបើជាស្ដីបន្ទោសពេទ្យទៅវិញតើបងប្អូនឃើញហើយយល់យ៉ាងណាដែរប្រភពពេកមួយដែលមានឈ្មោះថាគ្រូពេទ្យក្មេងបានបង្ហោះឲ្យដឹងថាជំនួយបង្កើតកូនឲ្យមានហុងស៊ុយដោយវះកាត់ទទួលស្គាល់ពេលនេះម្នាក់ៗពិបាកក្នុងការរកលុយដូច្នេះបងប្អូនស្ត្រីមានផ្ទៃពោះមួយចំនួនងាកទៅរកគ្រូហុងស៊ុយដោយគិតថាសម្រាប់ដោយវះនឹងចង់ឲ្យកូនចេញមកម៉ោងល្អថ្ងៃល្អមានអនាគតល្អជួយយឹតយងឪពុកម្ដាយឲ្យឪពុកម្ដាយរកស៊ីមានបានឡើងវិញជាការសំណូមពរដ៏ធំសូមមេត្តាលោកគ្រូអ្នកគ្រូហុងស៊ុយជួយដាក់ថ្ងៃវះតាមខាងបច្ចេកទេសពេទ្យផងតាមធម្មតាបើវះចន្លោះពីគួរ38ទៅ39សប្តាហ៍ជួយរកថ្ងៃដែលគិតថាល្អចន្លោះពេលនឹងជូនដល់ស្ត្រីជាម្ដាយផងមួយរយៈនេះបងប្អូនមួយចំនួនដាក់ថ្ងៃវះមកឲ្យពេទ្យវះកូនចេញមុន1ខែខ្លះដល់មុន1ខែកន្លះខ្លះចង់វះកូនទៅតែបាន7ខែដល់ពេទ្យអត់ព្រមវះជូនស្ដីឲ្យពេទ្យបញ្ជាពេទ្យខឹងពេទ្យគេថាមកវះឲ្យលុយមិនមែនមកសំទេបងប្អូននឹងអត់កូន7ខែកូនទៅ 1.8 គីឡូក្រាមបងប្អូនហុងស៊ុយពេកតែសុកចិត្តមកធ្វើបាបកូនខ្លួនឯងទៅវិញពេទ្យប្រាប់ពីសុខភាពកូនចេញមកប្រឈមគ្រោះថ្នាក់បែរជាលែងខ្វល់ពីកូនគិតថាបើទៅកូនដល់គ្រប់ខែប្តីប្រពន្ធគាត់ត្រូវឆងដល់ក្រអស់ពីខ្លួនអាចបែកបាក់គ្នាអញ្ចឹងកូនចេញមកម្ដេចក៏មិនដេចទៅក៏ត្រូវកិត្តកូនគ្រួសារគាត់ជាមុនសិនជំនឿហុងស៊ុយជ្រុលខ្លាំងពេកដោយខ្វះការពិចារណាវះកូននៅខ្ចីខែពេកខ្ញុំគិតថាកូនចេញមកយើងជាឪពុកម្ដាយរត់តែឆងរត់តែក្រព្រោះកូនត្រូវកេងពេទ្យថែទាំច្រើនខែអស់លុយថ្លៃពេទ្យកាន់តែច្រើនកំពុងតែរកអសើបានផងមកត្រូវបង់លុយថ្លៃពេទ្យអស់រាប់ពាន់ដុល្លារទៀតដោយរកកន្លែងឲ្យចម្រើនអត់ឃើញទេបងប្អូនសំណូមពរនៃម្ដាយមានផ្ទៃពោះបើជឿហុងស៊ុយក៏ជឿចោះតែសូមរើសយកថ្ងៃវេចន្លោះដែលពេទ្យដាក់ជូនដើម្បីកូនយើងទទួលបានសុវត្ថិភាពខ្ពស់ការកើតមកគ្រប់ខែមកកោះនៃភ័យដល់កូនខ្លាំងណាស់បងប្អូនសូមកុំភ័យនឹង RSV ពេកអីវាកើតលើក្មេងអាយុក្រោម2ឆ្នាំមែនតែក្រុមហានិភ័យជាងគេគឺកើតមិនគ្រប់ខែមិនគ្រប់ទម្ងន់អាយុតិចជាង3ខែប្រវត្តិរលាកតងស៊ុតញញប់មិនចេះតែធ្ងន់គ្រប់គ្នាទេគ្មានគ្រូពេទ្យណាពូកែព្យាបាល RSV ទេព្រោះគ្មានថ្នាំព្យាបាលការព្យាបាលទៅតាមរោគសញ្ញាធ្វើយ៉ាងណាការបន្ថយអាការៈរោគកូនកុំឲ្យធ្វើទុកខ្លាំងពេកហើយក៏គ្មានថ្នាំឬវិធីណាការពារកុំឲ្យរលាកតងស៊ុតក្មេងដែរការយកកូនទៅជួបពេទ្យបានលឿនដើម្បីបន្ថយការប្រើប្រាស់ថ្នាំមិនចាំបាច់និងវិធីថែទាំកូនអំឡុងពេលធ្វើទុកនិងសញ្ញាគ្រោះថ្នាក់ត្រូវសម្រាប់ពេទ្យការឆ្លង RSV ក៏មិនមែនសុទ្ធតែធ្ងន់ធ្ងរទេភាគច្រើនធ្ងន់តែលើកូនក្រោម2ខួបដែលមានជំងឺប្រចាំកាយស្នាមឧស្សាហ៍ឈឺឬមានការបង្ករោគបន្ថែមមកជាមួយប៉ាម៉ាក់មានកូនតូចៗកំភៃពេកសំខាន់ការពារអនាម័យកូនសម្អាតដៃកូនកុំឲ្យនៅចិត្តអ្នកផ្ដាសាយទូទៅឬច្រើនកុំទៅកន្លែងមានមនុស្សអ៊ូអរកុំថើមាត់កូនការរលាកផ្លូវដង្ហើមដោយពលវីរុសទូទៅត្រូវចាយពេល1ទៅ2អាទិត្យទៅជាអាស្រ័យលើប្រព័ន្ធការពារក្មេងម្នាក់ៗសូមតាមដានព្យាបាលជាមួយគ្រូពេទ្យឲ្យជាប់ពីការវិវត្តជំងឺកូនព្រោះមានតែគ្រូពេទ្យទេទើបដឹងថាកូនវិវត្តទៅធ្ងន់ឬស្រាលត្រូវធ្វើអ្វីបន្តដើម្បីកាត់បន្ថយផលវិបាកចំពោះកូន